Assalamualaikum ពុកម៉ែបងប្អូនថ្ងៃនេះបងវាយអារម្មណ៍អ្នកទាំងគ្នាមកមើលតាំងពីពណ៌ទេសចរមូស្លីមកម្ពុជាឆ្នាំ2025តើគេមានលក់អីគេខ្លះចឹងអ្នកទាំងគ្នាអាចទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាននិយាយទៅគឺខ្ញុំទៅមកមិញនឹងឯងគាត់ណាមកដល់ផ្ទះភ្លាមគឺកាត់តវីដេអូបញ្ចូលសំឡេងភ្លាមហ្មងនៅនេះគឺគេមានលក់ម្ហូបច្រើនប្រទេសខ្លាំងមែនទែនមានជាមុខម្ហូបចិនអ៊ីស្លាមមានព្រុយណេម៉ាឡេស៊ីឥណ្ឌូនេស៊ីជាមុខម្ហូបបែបខ្មែរយើងអីចឹងណាហើយកន្លែងនេះគេមានលក់នំបញ្ចុកនាងទាវការតុបតែងរបស់គេគឺស្អាតខ្លាំងមែនទែនអ្នកទាំងគ្នាការចូលរួមតាំងពីពណ៌ហ្នឹងគឺចូលរួមដោយសេរីមិនថាអ្នកទាំងគ្នាកាន់សាសនាអីក៏ដោយគឺអ្នកទាំងគ្នាអាចចូលរួមបានហើយការតាំងពីពណ៌ហ្នឹងគឺគេចាប់ផ្ដើមពីថ្ងៃទី9រហូតដល់ថ្ងៃទី11ទីតាំងគឺនៅមស្ជីតបឹងកក់អ្នកទាំងគ្នាសម្រាប់បងប្អូនខ្មែរគឺគាត់គ្រាន់តែវាយដាក់ថាវិហារបឹងកក់ទៅគឺគាត់អាចទៅទីតាំងនឹងបានទៅតាម Google នៅនេះគឺគេមានការចាប់ឆ្នោតជាលក្ខណៈឈ្នះរង្វាន់ទៅប្រទេសម៉ាឡេស៊ីអីផ្សេងអញ្ចឹងទៅហើយកន្លែងនេះវិញគឺខ្ញុំឃើញការតុបតែងគេប្រហែលជាពាក់ព័ន្ធជាមួយនឹងប្រពៃណីវប្បធម៌របស់បងប្អូនជនជាតិចាមអីចឹងណាហើយគេមិនត្រឹមតែមានលក់ម្ហូបអាហារទេគឺគេមានលក់ជាប្រភេទភេសជ្ជៈសាប៊ូផលិតផលរបស់ខ្មែរយើងឬក៏សម្លៀកបំពាក់អីផ្សេងជាច្រើនមែនទែនអ្នកទាំងគ្នាខ្ញុំទៅនឹងគឺរៀងយប់តិចឯអ្នកទាំងគ្នាទៅពេលទៅដល់គឺមនុស្សច្រើនខ្លាំងមែនទែនរៀងពិបាកទៅរកកន្លែងញ៉ាំអីចឹងណាចឹងក៏សម្រេចចិត្តចេញពីកន្លែងបឹងកក់នឹងមកកន្លែងតាំងពីពណ៌ហ្នឹងក៏ត្រឡប់មកញ៉ាំអីនៅជ្រោយចង្វាយើងនឹងវិញពួកដោយសារនៅនោះមនុស្សច្រើនពេកពិបាកហូរកន្លែងញ៉ាំអីហើយបងអូនថ្លៃខ្ញុំកំពុះមនុស្សហ្មងអ្នកតាគ្នាអត់មានអំពូលភ្លើងឯងគឺមានអំពូលភ្លើងថតរូបមួយគ្រាប់ហ្នឹងគឺដាក់ក្នុងកប៉ៅអាវជាការស្រេចអញ្ចឹងវីដេអូខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯង